ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Step Tarot Card and Beer សម្រាប់វីដេអូរបស់ខ្ញុំគឺខ្ញុំធ្វើជូនបងប្អូនដែលអរចាំវីដេអូរបស់ខ្ញុំដោយចៃដន្យប្រសិនបើត្រូវជាមួយនឹងសាច់រឿងបងប្អូនទាំងអស់គ្នាសូមយកទុកក្នុងចិត្តចុះប៉ុន្តែប្រសិនបើមិនត្រូវជាមួយនឹងសាច់រឿងបងប្អូនទាំងអស់គ្នាទេសូមអររំលងវីដេអូរបស់ខ្ញុំចុះណាដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូចែកជូនបងប្អូនស្ដាប់លេងកំសាន្តជាបន្តទៀតសូមបងប្អូនជួយចុច Subscribe Channel YouTube របស់ខ្ញុំក៏ដូចជា Follow Account TikTok របស់ខ្ញុំម្នាក់មួយផងណាហើយខ្ញុំពិតជាសូមទោសដែលខ្ញុំធ្វើវីដេអូចែកជូនបងប្អូនទាំងអស់គ្នាយឺតដោយសារតែខ្ញុំក៏ជាប់រវល់ជាមួយនឹងការងារផ្ទាល់ខ្លួនច្រើនដែរប៉ុន្តែខ្ញុំសន្យាថាខ្ញុំនឹងជួយធ្វើវីដេអូចែកជូនបងប្អូនទាំងអស់គ្នាណាខ្ញុំសូមអធិស្ឋានបងប្អូនពីចម្ងាយផងតាមរយៈវីដេអូនេះប្រសិនបើវីដេអូរបស់ខ្ញុំមានសំឡេងរំខានដោយសារតែខ្ញុំនៅតាមជនបទស្រុកស្រែចម្ការដែរទេបងប្អូនអញ្ចឹងខ្ញុំព្យាយាមថតមិនឲ្យជាប់សំឡេងរំខានដែរប៉ុន្តែវានៅតែមានជាប់តិចតួចចឹងខ្ញុំពិតជាសូមអធិស្ឋានទុកជាមុនផងហើយពិតជាអរគុណដែរបងប្អូនព្យាយាមស្ដាប់វីដេអូរបស់ខ្ញុំហើយជួយ support ក៏ដូចជាគាំទ្រខ្ញុំកន្លងមកខ្ញុំពិតជាអរគុណសម្រាប់សំណួរគឺចង់សួរថាតើនឹងមានមនុស្សថ្មីចូលមកក្នុងជីវិតយើងទេសម្រាប់អ្នក single ក៏ដូចជាអ្នកដែលពួកគាត់មិនទាន់បានជួបគូជីវិតឬអ្នកដែលមិនទាន់បានជួបស្នេហាពិតតើគាត់នឹងមានមនុស្សថ្មីចូលមកក្នុងជីវិតក៏ដូចជារឿងរ៉ាវថ្មីដែលនឹងចូលមកក្នុងជីវិតគាត់ទេនាពេលខាងមុខនេះបងប្អូនទាំងអស់គ្នាសម្រាប់សន្លឹកការគឺខ្ញុំបានដោះជូនរួចរាល់ហើយយើងទទួលបានសន្លឹកការចំនួន4សន្លឹកដែលមានសន្លឹកការ X of Wands សន្លឹកការ Queen of Cups សន្លឹកការ The Empress និងសន្លឹកការ Queen of Pentacles តើអត្ថន័យសន្លឹកការទាំងអស់នេះមានអ្វីចង់ណែនាំទៅកាន់ម្ចាស់សន្លឹកការដែលចូលមកមើលវីដេអូនេះទេតើនឹងមានមនុស្សថ្មីក៏ដូចជារឿងរ៉ាវថ្មីអ្វីខ្លះដែលអ្នកដែលចូលមកមើលវីដេអូនេះនឹងជួបនាពេលខាងមុខនេះសម្រាប់សន្លឹកការ X of Wands សន្លឹកការ X of Wands គឺជាសន្លឹកការដែលតំណាងឲ្យការចាប់ផ្ដើមថ្មីភាពជោគជ័យជាសញ្ញានៃជ័យជំនះជាមនុស្សដែលជឿជាក់ទៅលើខ្លួនឯងខ្ពស់មានសមត្ថភាពហើយក៏ជាមនុស្សដែលម៉ឺងម៉ាត់ដែរអញ្ចឹងអ្នកដែលចូលមកមើលវីដេអូនេះមិនថាអ្នកជាមនុស្សប្រុសឬក៏មនុស្សស្រីទេអ្នកគឺជាមនុស្សដែលជឿជាក់លើខ្លួនឯងខ្ពស់មានសមត្ថភាពហើយជាមនុស្សដែលម៉ឺងម៉ាត់ដូចគ្នាមិនថាអ្នកជាមនុស្សប្រុសឬក៏មនុស្សស្រីគឺអ្នកមានភាពម៉ឺងម៉ាត់ដូចគ្នាហើយសម្រាប់សន្លឹកការ Queen of Cups នេះគឺជាសន្លឹកការដែលតំណាងឲ្យមនុស្សស្រីដែលមានអាយុចាប់ពី20ឆ្នាំឡើងប្រសិនបើអ្នកជាមនុស្សស្រីដែលចូលមកមើលវីដេអូនេះគឺជាសន្លឹកការដែលតំណាងឲ្យមនុស្សស្រីដែលមានអាយុចាប់ពី20ឆ្នាំឡើងហើយអ្នកក៏មានសម្បល់សមានមុខមាត់ស្អាតហើយពោរពេញទៅដោយភាពសប្បុរសធម៌អ្នកជាមនុស្សដែលសុភាពរាបសារមានចិត្តមេត្តាហើយក៏ជាមនុស្សដែលសម្របតាមចិត្តអ្នកដទៃផងដែរប៉ុន្តែអ្នកពូកែអន់ចិត្តហើយអ្នកក៏មានជំនាញជាស្ត្រីមេផ្ទះផងដែរហើយអ្នកដែលចូលមកមើលវីដេអូនេះបើសិនបើអ្នកជាមនុស្សស្រីអ្នកក៏មានញាណទី6ដែរមានន័យថាអ្នកមានញាណពិសេសមានញាណទី6ថ្ងៃអនាគតនៅពេលដែលអ្នកខ្លាចជាភរិយាឬក៏ម្ដាយគេគឺអ្នកជាភរិយាជាម្ដាយដ៏ល្អតាមចិត្តស្វាមីនិងកូនហើយពូកែថែទាំគ្រួសារហើយក៏ជាមនុស្សដែលរីកធំនៅក្នុងគ្រួសារដែរប្រសិនបើអ្នកមានគ្រួសារប៉ុន្តែនៅពេលនេះប្រសិនបើអ្នក single ក៏អ្នកមានគំនិតរីកធំសន្សំសំចៃផងដែរហើយសំណួរគឺចង់សួរថាតើអ្នកនឹងមានឱកាសជួបមនុស្សថ្មីឬក៏រឿងរ៉ាវល្អទេនៅក្នុងសន្លឹកការគឺគេចង់ប្រាប់អ្នកដែរពាក់ព័ន្ធជាមួយនឹងរឿងល្អគឺអ្នកអាចមានឱកាសទទួលបានព័ត៌មានល្អថ្មីចូលមកហើយប្រសិនបើអ្នកមានគម្រោងចង់ដូរការងារអ្នកអាចនឹងមានឱកាសរកការងារថ្មីបានហើយបើសិនបើអ្នកជាមនុស្សដែលចង់ចាប់ផ្ដើមអាជីវកម្មក៏ដូចជាជំនួញថ្មីជំនួញតូចមួយដែលខ្លួនឯងក៏មានឱកាសចាប់ផ្ដើមគម្រោងបង្កើតមុខជំនួញដែរហើយបើសិនបើអ្នកដែលចូលមកមើលវីដេអូនេះមិនថាអ្នកជាមនុស្សប្រុសឬក៏មនុស្សស្រីទេបើសិនបើអ្នកធ្លាប់មានបញ្ហាក្តីក្តាមរឿងលុយកាក់ឬក៏មានគេជំពាក់លុយមិនទាន់សងអ្នកអាចមានដំណឹងល្អពាក់ព័ន្ធជាមួយនឹងការដែលគេសងលុយមិនថាតិចឬច្រើនទេអាចមានដំណឹងល្អពាក់ព័ន្ធជាមួយនឹងការដែលសងលុយឬក៏បើមានក្តីក្តាមរឿងលុយកាក់ឬក៏ត្រូវឡើងតុលាការពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់អ្នកអាចនឹងទទួលបានជ័យជំនះឬមានដំណឹងល្អច្រើនត្រឡប់មកវិញពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់ផងដែរបើសិនបើអ្នកមានបញ្ហាស្ទះលុយឬក៏ពីមុនមកពាក់ព័ន្ធមួយការរកចំណូលមិនរលូនទេអ្នកអាចនឹងមានដំណឹងល្អពាក់ព័ន្ធជាមួយនឹងការសម្រេចបានភាពជោគជ័យរឿងលុយកាក់ក៏ដូចជាដំណឹងល្អរឿងលុយកាក់ផងដែរហើយមួយវិញទៀតនឹងមានឱកាសចាប់ផ្ដើមមុខរបរថ្មីផងដែរសម្រាប់អ្នកដែលចូលមកមើលសន្លឹកកាតនេះឬក៏វីដេអូនេះហើយពាក់ព័ន្ធជាមួយនឹងរឿងស្នេហាអ្នកអាចនឹងទទួលបានគូស្នេហ៍ថ្មីដែលគេម្នាក់នោះក៏ជាអ្នកធ្វើការឬក៏ជាអ្នករកស៊ីផងដែរមិនថាអ្នកជាមនុស្សប្រុសឬក៏មនុស្សស្រីទេអ្នកអាចមានឱកាសជួបស្នេហាថ្មីនាពេលខាងមុខនេះឬក៏អ្នកមានឱកាសផ្លាស់ប្ដូរតំណែងថ្មីហើយបើសិនបើអ្នកចង់ផ្លាស់ប្ដូរការងារដូចជាខ្ញុំបាននិយាយអញ្ចឹងគឺអាចមានឱកាសប្ដូរតំណែងថ្មីហើយអាចទទួលបានតំណែងដែលល្អជាងមុនខ្ពស់ជាងមុនឬក៏តំណែងដែលធំជាងមុនផងដែរអ្នកទាំងអស់គ្នាដែលចូលមកមើលវីដេអូនេះណាហើយសម្រាប់សន្លឹក Beer Queen of Cups នេះបើសិនបើម្ចាស់សន្លឹក Beer គិតចង់មានគូសកលអាចទទួលបានគូក្រងល្អបើសិនបើអ្នកជាមនុស្សប្រុសអ្នកអាចនឹងកំពុងស្វែងរកមនុស្សស្រីដែលមានលក្ខណៈសម្បត្តិល្អចរិតល្អហើយអ្នកក៏កំពុងតែមានការគាំទ្រពីមនុស្សស្រីផងដែរបច្ចុប្បន្នបងប្អូនខ្លះដែលចូលមកមើលវីដេអូនេះគឺមានការជួយគាំទ្រពីមនុស្សស្រីហើយអ្នកក៏អាចទទួលបានលៀបពីមនុស្សស្រីផងដែរបើសិនបើអ្នកជាមនុស្សប្រុសហើយពាក់ព័ន្ធជាមួយនឹងមនុស្សប្រុសគឺអ្នកមានទំនាក់ទំនងជាមួយមនុស្សស្រីក្នុងរឿងរកស៊ីក៏ដូចជានៅកន្លែងការងារផងដែរហើយអាចមានមនុស្សស្រីជួយ support ពាក់ព័ន្ធជាមួយនឹងការងាររបស់យើងហើយយើងនឹងទទួលបានលទ្ធផលល្អពាក់ព័ន្ធជាមួយនឹងការងារផងដែរពាក់ព័ន្ធជាមួយនឹងស្នេហានៅក្នុងនេះគឺ
អ្នកអាចមានឱកាសជួបមនុស្សស្រីឬក៏មនុស្សប្រុសប្រសិនបើអ្នកមកមើលវីដេអូនេះមិនថាអ្នកជាមនុស្សប្រុសឬក៏មនុស្សស្រីទេអ្នកមានឱកាសជួបស្នេហាគេអាចជាមនុស្សប្រុសឬក៏មនុស្សស្រីដែលមានលក្ខណៈសម្បត្តិល្អមានភាពស្រស់ស្អាតហើយគេនឹងចូលមកក្នុងជីវិតអ្នកនាពេលឆាប់ៗនេះហើយប្រសិនបើអ្នកទាំងពីរបានកសាងគ្រួសារគេនឹងមើលថែគ្រួសារតូចមួយនេះយ៉ាងល្អផងដែរពាក់ព័ន្ធជាមួយនឹងរឿងស្នេហាគឺមានឱកាសដែរគេចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាផងដែរណាបងប្អូនទាំងអស់គ្នាសម្រាប់សញ្ញាកាត The Empress នេះក៏ចង់ប្រាប់យើងពាក់ព័ន្ធជាមួយនឹងរឿងស្នេហាដែរបើសិនជាអ្នកមិនទាន់មានគូឬក៏ពេលនេះមិនថាអ្នកជាមនុស្សប្រុសឬក៏មនុស្សស្រីទេបើសិនជាអ្នកកំពុងតែ single ឬក៏ single អ្នកខ្លះ single ក្បាលគីបហ្មង single តាំងពីក្មេងមកហ្មងមិនថាអ្នករៀនចប់វិទ្យាល័យក៏ដូចជារៀនចប់សាកលវិទ្យាល័យហើយពេលនេះចេញធ្វើការទៀតក៏មិនទាន់បានជួបស្នេហាទេនឹងសម្រាប់បងប្អូនខ្លះដែលចូលមកមើលវីដេអូនេះមានន័យថាអ្នកមិនទាន់មានឱកាសបានជួបស្នេហាឬក៏កសាងស្នេហាពីមុនមកប៉ុន្តែសម្រាប់ពេលនេះសម្រាប់វាឬក៏សម្រាប់ការ The Empress នេះគឺចង់ប្រាប់អ្នកថាបើអ្នកមិនទាន់មានគូអ្នកនឹងបានជួបស្នេហាក្នុងពេលឆាប់ៗនេះហើយអាចនឹងបានរៀបការអញ្ចឹងដល់ពេលឆាប់ៗនេះអាច2026ឬយូរបំផុត2027បងប្អូនទាំងអស់គ្នានឹងបានជួបគូជីវិតហើយអាចនឹងបានរៀបការផងដែរហើយបើសិនបើអ្នកជាមនុស្សប្រុសនឹងទទួលបានប្រពន្ធល្អពូកែការងារក្នុងផ្ទះមើលថែគ្រួសារបានយ៉ាងល្អហើយអាចមានឱកាសមានគូក្រងតាមរយៈសាច់ញាតិខាងម្ដាយជាអ្នកណែនាំឲ្យផងដែរអញ្ចឹងបើសិនជាអាចក៏មានឱកាសសាច់ញាតិខាងម្ដាយឬក៏ឪពុកម្ដាយយើងជាអ្នកណែនាំគូក្រងឲ្យយើងផងដែរហើយបើសិនបើអ្នកជាមនុស្សស្រីអ្នកនឹងជួបមនុស្សប្រុសដែរមានភាពម៉ឺងម៉ាត់ម៉ត់ចត់ហើយគាត់ជាមនុស្សដែលស្រឡាញ់ការងារហើយចូលចិត្តស្វែងរកឱកាសល្អៗថ្មីៗក៏ដូចជាស្វែងរកចំណូលហើយផ្ដោតលើភាពរឹងមាំទាំងខ្លួនឯងនិងគ្រួសារគាត់ជាមនុស្សដែលមានសមត្ថភាពបើសិនជាអ្នកជាមនុស្សស្រីនឹងជួបមនុស្សប្រុសដែលម៉ឺងម៉ាត់មានសមត្ថភាពហើយក៏ពូកែរកលុយដែរហើយស្រឡាញ់គ្រួសារចុះសញ្ញាការ Queen of Pentacles នេះចង់ប្រាប់អ្វីខ្លះទៅដល់ម្ចាស់សញ្ញាការដែលចូលមកមើលវីដេអូនេះដែរសញ្ញាការ Queen of Pentacles ប្រសិនបើអ្នកមកមើលវីដេអូនេះជាមនុស្សប្រុសអ្នកអាចមានឱកាសជួបគូស្នេហ៍ឬក៏មនុស្សស្រីហ្នឹងដែលមានអាយុចាប់ពី25ឆ្នាំឡើងគាត់មានសម្បល់សខ្ពស់ស្រឡះហើយជាមនុស្សដែលមានភាពទាក់ទាញលេចធ្លោក្នុងចំណោមមនុស្សហើយកើតមកជាកូនអ្នកមានលុយមានឋានៈផងដែរហើយប្រសិនបើអ្នកជាមនុស្សស្រីអ្នកអាចមានឱកាសមានគូជីវិតល្អហើយមនុស្សម្នាក់នោះគាត់នឹងមានឋានៈល្អហើយក៏ជាគូអនាគតល្អសម្រាប់អ្នកដែរបើសិនជាអ្នកជាមនុស្សស្រីពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់នេះពេលខាងមុខក៏បង្ហាញរឿងល្អៗច្រើនដែរពាក់ព័ន្ធជាមួយនឹងរូបកាក់រូបកាយនេះតំណាងឲ្យលុយកាក់ហើយបងប្អូនទាំងអស់គ្នាដែលចូលមកមើលវីដេអូនេះអញ្ចឹងគេចង់ប្រាប់យើងថាពាក់ព័ន្ធជាមួយនឹងចំណូលក៏ដូចជាលុយកាក់គឺយើងអាចមានចំណូលល្អហើយមានលុយជាដុំកំភួនជារបស់ខ្លួនឯងតែម្ដងហើយបើសិនបើបងប្អូនមានគំនិតនៅក្នុងការរកស៊ីគឺអាចដាក់ហ៊ុនរកស៊ីជាមួយគេបានឬក៏ចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯងបានទៀតផងហើយក៏ជាពេលវេលាដែលអ្នកត្រូវប្រមូលផលដែរនៅពេលខាងមុខអ្នកនឹងមានមនុស្សស្រីជួយឧបត្ថម្ភរឿងលុយកាក់បើសិនបើអ្នកជាមនុស្សប្រុសហើយបើសិនបើអ្នកជាមនុស្សស្រីអ្នកអាចមានការចាស់ទុនរកស៊ីឬក៏បើសិនបើអ្នកកំពុងតែរកស៊ីអាចនឹងចំណេញច្រើនឬក៏អាចមានឱកាសបណ្ដាក់ទុនជីវិតឬក៏អាជីវកម្មរបស់អ្នកកាន់តែល្អប្រសើរហើយអ្នកនឹងមានឱកាសជួបគូក្រងដែលមានឋានៈល្អហើយគេចូលមកជាគូអនាគតល្អជាមួយអ្នកតែម្ដងគឺទាំងព្រមមានទាំងការងារមានទាំងប្រាក់ចំណូលមានទាំងឋានៈក៏ដូចជាមានទាំងអត្តចរិតភាពរឹងមាំគេមកទាំងព្រមតែម្ដងនេះពេលខាងមុខអ្នកនឹងមានឱកាសជួបគូអនាគតមិនថាអ្នកជាមនុស្សប្រុសឬក៏មនុស្សស្រីទេហើយពាក់ព័ន្ធជាមួយនឹងលុយកាក់ក៏អ្នកអាចមានចំណូលល្អឬក៏មានដំណឹងល្អរកលុយបានជាដុំកំភួនជារបស់ខ្លួនឯងតែម្ដងដោយសមត្ថភាពខ្លួនឯងអញ្ចឹងសម្រាប់សញ្ញាការនេះគឺចង់បង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាដែលចូលមកមើលវីដេអូនេះដូចខ្ញុំបានអានជូនបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូនេះតែត្រឹមនេះបងប្អូនទាំងអស់គ្នាហើយសូមក្លែមយកតែរឿងល្អៗសម្រាប់បងប្អូនទាំងអស់គ្នាចាស់ហើយសម្រាប់រឿងដែលមិនល្អឬក៏មិនត្រូវជាមួយនឹងសាច់រឿងបងប្អូនទាំងអស់គ្នាសូមទុកមួយផ្នែកចុះហើយយើងក្លែមយកតែរឿងល្អៗចូលក្នុងជីវិតយើងចុះហើយសូមឲ្យបងប្អូនដែលចូលមកមើលវីដេអូខ្ញុំទាំងបរិះនិងនារីជោគជ័យជីវិតគូក៏ដូចជាជួបគូជីវិតដែលល្អៗហើយមានសំណាងពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់ក៏ដូចជាប្រាក់ចំណូលហើយជួបតែរឿងល្អៗនៅក្នុងជីវិតទាំងអស់គ្នាណាខ្ញុំសូមបញ្ចប់វីដេអូនេះតែត្រឹមនេះបងប្អូនទាំងអស់គ្នាជួបខ្ញុំនៅវីដេអូក្រោយទៀតណាជម្រាបលា